ការរកមើលដង្កូវស៊ីរងដើមបងប្អូនណានេះស្នាមវាចោះចូលប្រហោងកូចមើលតើខ្ញុំបាញ់ថ្នាំរយៈពេលបាន1សប្តាហ៍មកហើយតើចង់ដឹងថាវានៅឬក៏មិននៅឥឡូវមកពិនិត្យមើលទាំងអស់គ្នាដោយសារមានបងប្អូនខ្លះគិតសួរខ្ញុំថាតើដង្កូវស៊ីរងដើមបានថ្នាំអីបាញ់ទៅបាត់បងប្អូនណាហើយហេតុអីបានជាខ្ញុំទុកឲ្យដង្កូវស៊ីរងដើមទាំងតែខ្ញុំថាខ្ញុំមិនដើរប្រើថ្នាំដង្កូវលុះត្រាតែឃើញថ្នាំដង្កូវគឺតែឃើញដង្កូវស៊ីទើបខ្ញុំយកថ្នាំមកបាញ់នេះបងប្អូនដង្កូវអត់កម្រើកបងប្អូនណាគឺវាងាប់បាត់ហើយខ្ញុំព្យាយាមយកវាមកក្រៅហើយបងប្អូនមើលគឺវាអត់កម្រើកអីឃើញវាអត់កម្រើកអីតែខ្ញុំប្រយ័ត្នតិចកុំឲ្យវាដាច់នេះបងប្អូនណាចេះស្ដាយបងប្អូនដាក់នៅត្រង់ណានៅត្រង់នោះអត់កម្រើកទេបងប្អូននេះគឺបាញ់ថ្នាំនេះបាន1សប្តាហ៍ហើយមិនមែនទៅតែខ្ញុំហែកឃើញមួយនឹងទេបងប្អូនណាគឺវាលែងកម្រើកហើយអញ្ចឹងមានន័យថាព្រោះថ្នាំដង្កូវស៊ីរងដើមនេះនឹងត្រូវការពេលវេលាបងប្អូនណាបាញ់បាន2-3ថ្ងៃបងប្អូនទៅមើលឃើញរស់ដដែលប៉ុន្តែរស់នេះគឺវាចាប់ដើមប្រែពណ៌ពីថ្លាមកល្អក់បែបហ្នឹងបងប្អូនណាពីថ្លាមកល្អបែបហ្នឹងហើយធាតុសកម្មដែលខ្ញុំប្រើមានក្លរ៉ាន់ដ្រានីលីប្រូលបូកជាមួយនឹងក្លហ្វីណា2ហើយថ្នាំដែលខ្ញុំយកមកប្រើនេះមានមួយទៀតគឺហ្វីប្រូនីល3មុខហ្នឹងក្នុងដបតែមួយ3 in 1ហើយវាជាក្រុមពពួកថ្នាំដែលជ្រាបចូលលឿនបំផុតហើយនេះបាន1សប្តាហ៍ឃើញវាលែងកម្រើកហើយបងប្អូនឡុកបកមកស្រូវយើងវិញម្ដងរវាងស្រែនេះគឺខ្ញុំប្រើជីសរីរាង្គដែលបង្ហាញជូនឧស្សាហ៍បង្ហាញជូនបងប្អូនឃើញថាពណ៌វាខ្មៅល្អណាស់ហើយខ្ញុំប្រើថ្នាំដង្កូវហ្នឹងបាន1សប្តាហ៍កន្លងមកហើយខ្ញុំចោះមកពិនិត្យមើលតាមដានវាជាប្រចាំតើបើសិនជាវា3ថ្ងៃបន្ទាប់ពេលយើងបាញ់ថ្នាំវានៅរស់ទេតែវាចលនាវាចាប់ដើមចុះខ្សោយហើយប្រែពណ៌ពីពណ៌ថ្លាមកពណ៌រាងល្អក់ហើយនេះគឺការប្រើប្រាស់ជីសរីរាង្គចូលរួមហើយធ្វើឲ្យស្រែរបស់នេះគឺមានពណ៌ខ្មៅស្អាតល្អពីព្រោះជីសរីរាង្គជីកំប៉ុស្តសរីរាង្គនេះគឺវាសម្បូរទៅដោយជាតិប៉ូតាស្យូមហើយបងប្អូនមើលដើមរបស់វានេះអាយុបាន50ថ្ងៃបងប្អូនណាហើយបែកគុំធំល្អទៀតនេះហើយអត់ដើងបងប្អូនណាស្ដើងតែក្រោមទេប៉ុន្តែខាងលើអត់ដើងទេហើយបងប្អូនគិតសួរថាបាញ់ថ្នាំ2 ដងគាត់អត់បាត់នេះគឺជាការចំណាយលុយខុសគោលដៅហើយសម្រាប់ខ្ញុំមិនងាយបាញ់ថ្នាំដង្កូវបងប្អូនលុះត្រាតែឃើញទឹកខ្ញុំបាញ់ថ្នាំដង្កូវសូម្បីតែយើងប្រើក្នុងកម្រិតការពារក៏ខ្ញុំអត់ប្រើដែរពីព្រោះកាលណាយើងប្រើគ្រប់ពេលយើងអត់ដឹងថាស្រែយើងមានដង្កូវអីទេអញ្ចឹងយើងបាញ់ទៅធ្វើឲ្យស្រូវយើងហ្នឹងធ្វើឲ្យការចាយលុយរបស់យើងហ្នឹងវាខុសគោលដៅលុះត្រាតែឃើញប្រភេទនៃដង្កូវគឺខ្ញុំយកជំនាញដែលខ្ញុំប្រើប្រាស់លើស្រែរបស់ខ្ញុំជាបទពិសោធន៍ទើបខ្ញុំយកជំនាញហ្នឹងមកបាញ់តែម្ដងទើបជោគជ័យហើយសុខភាពស្រូវបែបនេះគឺសុខភាពល្អអាយុ50ថ្ងៃហើយអាចចោះទៅត្រឹមកំផ្លូវហើយសូម្បីតែខ្ញុំប្រើបាក់ក្លោបូតាសូល2ជើងក៏នៅតែអត់ទាបខ្លាំងដែរគឺវាល្មមមកសមរម្យស្អាតមើលស្រូវនេះអាចចេញមកលើចកេះត្រឹមចុងដង្ហើមទៀតបងប្អូនណាហើយបញ្ជាក់ជូនបងប្អូនផងដែរនេះគឺជាពូជស្រូវសែនក្រអូប01
គឺដូចខ្ញុំបានប្រាប់ខាងដើមអញ្ចឹងគឺការប្រើប្រាស់ថ្នាំដង្កូវគឺខ្ញុំមួយរដូវអាចប្រើត្រឹមតែមួយដងតែប៉ុណ្ណោះជួនកាលអត់មានប្រើសោះក៏មានដែរហើយគឺបងប្អូនគាត់ថាវាស៊ីមួយអញ្ចឹងវាខូចប៉ះពាល់ដល់ដំណាំស្រូវច្រើនជាងយើងបាញ់ថ្នាំឬអត់បាញ់ថ្នាំការពារដង្កូវជាប្រចាំពេលអត់មានដង្កូវខ្ញុំអត់ប្រើទេទុកឲ្យវាស៊ីសិនខ្ញុំប្រើត្រឹមសัตว์អត់ការពារតែប៉ុណ្ណោះតែពេលនេះដល់ពេលដែលខ្ញុំចូលស្រែជាប់ជាប្រចាំខ្ញុំតាមដាននឹងពិនិត្យមើលឃើញថាមានងាប់បដូលមួយខ្ញុំក៏ចោះពិនិត្យមើលតើងាប់បដូលហ្នឹងដោយសារអ្វីដោយសារខ្មុលឬក៏ដោយសារដង្កូវស៊ីរងដើមបើមានដង្កូវខ្ញុំប្រើតាមដង្កូវបើមានខ្មុលយើងបើអាចបញ្ចូលទឹកបានបញ្ចូលទឹកដល់កន្លែងដែលលិចដែលស៊ីដល់ឈប់ស៊ីខ្មុលឬក៏យើងយួរថ្នាំកឌីទៅបាយកន្លែងដែលវាស៊ីទៅបានដែរបើយើងបាញ់ថ្នាំដង្កូវបូកចូលរហូតអានោះយើងចាយដោយធំហ្នឹងបងប្អូនព្រោះថ្នាំគ្រប់យ៉ាងទាំងអស់តម្លៃមិនស្មើថ្នាំដង្កូវទេអញ្ចឹងយើងអាចសន្សំសំចៃបានខ្លះពីការធ្វើស្រែដើម្បីកាត់បន្ថយថ្លៃដើមបើយើងប្រើគ្រប់ពេលគឺយើងចោះលុយសម្បើមណាស់អញ្ចឹងជាគន្លឹះសំខាន់ក្នុងការកាត់បន្ថយធ្វើម៉េចឲ្យបានដើមផលិតឲ្យនៅទាបគឺយើងអាចមានឱកាសបន្តទៅមុខបានហើយបងប្អូនរកបានប្រើចុះតែបើរកមិនបានប្រើតាក់ទងមកខ្ញុំចុះដើម្បីចែកអ្នកប្រើដើម្បីបានផលទាំងអស់គ្នាអញ្ចឹងសូមអរគុណច្រើន